ចឹងយ៉ាងហ្នឹងគឺយើងចូលលំហាត់ទី4ទំព័រទី32ទី4គេមានខ្សែប្រវែង3140 សង់ទីម៉ែត្រតើគេអាចយកខ្សែនេះទៅរុំស៊ីឡាំងនេះបានប៉ុន្មានជុំអញ្ចឹងនេះគឺជារូបស៊ីឡាំងរបស់យើងណាហើយគេមានខ្សែទាំងអស់3140 សង់ទីម៉ែត្រយកទៅរុំស៊ីឡាំងហ្នឹងហើយគេចង់សួរថាតើរុំបានប៉ុន្មានជុំអញ្ចឹងមុននឹងយើងដឹងថាគេរុំបានប៉ុន្មានជុំតើតែយើងដឹងថាមួយជុំរុំបានប៉ុន្មានរុំបានប្រវែងប៉ុន្មានចឹងរូបស៊ីឡាំងហ្នឹងនៅកន្លែងនេះគឺរាងអីរាងរង្វង់ចឹងយើងរកបរិមាណរង្វង់វាមកឃើញមួយជុំហើយពេលឃើញមួយជុំហើយគឺយើងយកខ្សែទាំងអស់ហ្នឹងយកទៅចែកនៅប្រវែងខ្សែមួយជុំមកគឺយើងអាចរកឃើញចំនួនជុំទាំងអស់ហើយតើឥឡូវយើងធ្វើមករកប្រវែងមួយជុំចឹងពេលស្មើ10គុណនឹង2គុណនឹង 3.14 នាំឲ្យពេលស្មើចឹងយើងធ្វើប្រមាណវិធីមក10គុណនឹង2ស្មើ20 3.14 គុណនឹង20ពី4ដង8ពីម្ដង2ពី3ដង6ថែម0 1 2 ចឹងស្មើនឹង 62.8 សង់ទីម៉ែត្រតើមកគឺយើងរកចំនួនជុំយក3140ចែកនឹង 62.8 ស្មើ3140ចែកនឹង 62.8 ចឹងក្រោយចុចនេះមានមួយខ្ទង់យើងថែមកន្លែងនេះ0 1មកចឹងយើងអាចចុចចោលបានហើយចឹងដាក់បានយើងកាត់ខ្ទង់ទៅនេះមកដាក់បាន5 8ដង40សេលេខ0ត្រូវទុក4 7ដង10បូក4 14សេលេខ4ត្រូវទុក1 5 6ដង30 31 31ដក0ទម្លាក់0ដាក់បាន0 0ដក0 0ស្មើនឹង50ជុំដូចនេះគេអាចយកខ្សែនេះទៅរុំស៊ីឡាំងនេះបានចំនួន50ជុំ